chán chăng nơi cái này tục trường có đai chọn ở pa kẻ muối á cái bộ rung thằng lứa còn ta đến đây bị bạc màu bị lừa màu cho mình là cái rung nó trôi trời tới đi men vùng mùi bành nhảy chia cái tục dậy tới tiệt rồi nhiệt lì nhưng kỳ mình đang miền rung trong việc đại kia thì nã sải bọc sắt miền liền mình khăn tôi được dùng trôi tam là ai tới như thầy mình gặp giặt một giặt co dùng cho mình tiền chứ cho mình bằng tiền chứ nơi bên này khi nhom bát xôm lo mà rong prey mà ở kia hỏi bán score ti tăng rung phnom yết sạ sắm máy pol pot mùi còn lái đã miễn ti tăng sẽ thắt nơi phnom ta rung ta riết phun phnom tối không pong rổ sốc rồi liệp ỉa miễn trong ngày 10 kmពីទីរំខាត់កំពង់ឆ្នាំងបើធ្វើដំណើរពីភ្នំពេញដល់រូបឆ្នាំងដីដ៏ធំមួយត្រូវធ្វើដំណើរតាមផ្លូវថ្មីដែលជិះវៀងមិនចាំបាច់បត់ស្ដាំចូលទីរំខាត់កំពង់ឆ្នាំងទៀតទេលុះធ្វើដំណើរដល់ផ្លូវបែកជា4ត្រង់រូបនាងធ្វើឆ្នាំងដីលោកអ្នកត្រូវបត់ទៅខាងឆ្វេងដៃដែលជាផ្លូវទៅកាន់ពលានយន្តហោះដែលសាងនៅក្នុងសម័យខ្មែរក្រហមផ្លូវនេះជាផ្លូវបេតុងដ៏រឹងមាំមួយដែលបានបន្សល់ទុកតាំងពីសម័យខ្មែរក្រហមមកម្ល៉េះលុះជិះមកបន្តិចហួសផ្លូវចូលវត្តគិរីធម្មរាជមានផ្លូវកស៊ូមួយនៅខាងឆ្វេងដៃយើងក៏បត់តាមផ្លូវកស៊ូនោះបើគិតពីផ្លូវជាតិចូលមកដល់ផ្លូវកស៊ូនេះមានចម្ងាយ 1.87 គីឡូម៉ែត្រប៉ុណ្ណោះលោកអ្នកត្រូវឧស្សាហ៍ចុះសួរអ្នកស្រុកដើម្បីសួររកទីតាំងរូងនោះដោយសារมันមានផ្លាកសញ្ញាឬសម្គាល់ណាមួយនោះឡើយហើយបើគិតពីផ្លូវបត់រហូតដល់មាត់រូងនោះមានចម្ងាយ 1 គីឡូម៉ែត្រទីនេះជារមណីយដ្ឋានធម្មជាតិបែបប្រវត្តិសាស្ត្រទាក់ទងទៅនឹងឆ្នាំ 1976 ដល់ឆ្នាំ 1978 ក្នុងរបបខ្មែរក្រហមភ្នំតារុងតារាជជាកន្លែងដែលពួកខ្មែរក្រហមបានកេណ្ឌកម្លាំងអ្នកទោសក្នុងសម័យនោះឲ្យមកដាប់ថ្មភ្នំដោយផ្ទាល់ដៃមិនមានប្រើគ្រឿងចាក់អ្វីនោះទេហើយរូងភ្នំនេះមានជម្រៅចូលទៅ 200 ម៉ែត្រទទឹង 3 ម៉ែត្រនិងកម្ពស់ 6 ម៉ែត្រមានរូបរាងដូចជាអក្សរអុយផ្កាប់បើតាមចាស់នៅតំបន់នេះដែលធ្លាប់ចូលទៅក្នុងរូងភ្នំនេះបាននិយាយថានៅផ្នែកខាងក្នុងមានបរិវេណធំទូលាយមានសាលប្រជុំនិងមានកូនបន្ទប់តូចៗជាច្រើនចាក់បេតុងបន្ទប់ខ្លះត្រូវបានតោងជណ្ដើរឡើងទៅខាងលើទៀតក៏មាននៅសម័យដែលគេជីករូងភ្នំនេះមានជីវិតមនុស្សជាច្រើនត្រូវបានស្លាប់ព្រោះសម័យនោះគេបាននាំមនុស្សមកធ្វើការហើយមិនដែលបានយូរថ្ងៃទេត្រូវតែសម្លាប់ចោលហើយនាំយកអ្នកថ្មីមកជំនួសវិញមូលហេតុដែលឧស្សាហ៍ផ្លាស់ប្ដូរមនុស្សថ្មីយកមកជីកហើយយកអ្នកចាស់ទៅសម្លាប់ចោលដូច្នោះអាចដោយសារតែគេមិនចង់ឲ្យអ្នកដែលជីកទៅនោះស្គាល់ទីតាំងភូមិសាស្ត្រនៃរូងសម្ងាត់របស់ពួកគេនាពេលបច្ចុប្បន្ននេះដោយសារតែខែវស្សារូងភ្នំនេះពិបាកធ្វើដំណើរចូលណាស់ព្រោះមានទឹកលិចនិងងងឹតខ្លាំងហើយអ្វីដែលគេខ្លាចជាងគេបំផុតនោះគឺដីនិងថ្មដែលនៅមាត់រូងនោះធ្លាក់មកស្ទើរតែបិទជិតមាត់រូងចំណែកឯរូងដែលធ្លាយទៅម្ខាងទៀតនោះត្រូវបានបិទជិតតែម្ដងបើរំលឹកអំពីរឿងដែលតាក់ទងដែលគេជីករូងភ្នំនេះកាលដើមឆ្នាំ 1977 ខ្មែរក្រហមបានកសាងព្រលានយន្តហោះយោធាដ៏ធំមួយនៅក្នុងខេត្តកំពង់ឆ្នាំងដែលមានជំនួយផ្នែកបច្ចេកទេសពីអ្នកបច្ចេកទេសបរទេសដើម្បីកសាងព្រលានយន្តហោះនេះមានមនុស្សរាប់ពាន់ម៉ឺននាក់ត្រូវបានស្លាប់ដោយការធ្វើការហួសកម្លាំងឆក់ខ្សែភ្លើងនិងត្រូវសម្លាប់ចោលប្រជាជនត្រូវបានខ្មែរក្រហមបង្ខំឲ្យគាស់រំលើងដើមត្នោតរាប់សិបម៉ឺនដើមជាច្រើនហិកតាទាំងយប់ទាំងថ្ងៃគ្មានបានហូបចុកគ្រប់គ្រាន់និងសម្រាប់បានឆ្អែតឡើយហើយគេជីកយកថ្មពីភ្នំតាបាំងដែលនៅក្បែរនោះយកមកកសាងព្រលានយន្តហោះដោយសារតែថ្មនៅភ្នំនោះមានគុណភាពល្អចំណែកឯផ្លូវបេតុងដែលនៅព័ទ្ធជុំវិញព្រលានយន្តហោះនោះវិញត្រូវបានចាក់យ៉ាងក្រាស់ហើយមាំចាក់ព័ទ្ធជុំវិញព្រលានយន្តហោះតបជាប់រហូតដល់ទំនប់ក្រាំងលាវហើយការដ្ឋានវាយថ្មនៅភ្នំតាបាំងនេះកាលពីចំនួនខ្មែរក្រហមនោះមានភ្លើងអគ្គិសនីបំភ្លឺទាំងយប់ទាំងថ្ងៃរីឯភ្នំតារុងតារាជនេះវិញគេបានជីកលងរូងភ្នំនេះសម្រាប់ឲ្យអ្នកជំនាញការពីបរទេសនិងកម្មាភិបាលស្នាក់នៅដោយគេបានចោះទម្លុះភ្នំពីម្ខាងធ្លាយដល់ម្ខាងទៀតដើម្បីផ្ទុកសពាវុធនិងគ្រាប់រំសេវផ្ទុះ
នៅពេលនេះយើង ទៅតាមក្នុងមួយឆ្នាំនេះដែលចេះធ្លាក់មករហូត ដែលជារូងយុទ្ធសាស្ត្រសម័យខ្មែរក្រហមដែលប្រជាជនខ្មែរនៅសម័យនោះបានជីករូងនេះសប្តាហ៍ថ្ងៃនេះគឺមិនអាចចូលទៅជ្រៅបានដោយសារក្រុមប្រាប់ថាខែនេះទី1ទឹកភ្លៀងជ្រៅផងអាចខ្លាចសត្វផងហើយនឹងទី2គឺថ្មភ្នំនៅក្នុងលហាងហ្នឹងគឺមានការបាក់ធ្លាក់ដល់លើដូច្នេះបានជាប្រជាជនអត់ទៅហ៊ានមានការចូលទៅក្នុងលហាងជាបន្តទៀតដោយកាលពីមុនបាទដូច្នេះអ្នកដែលមកលេងត្រូវមានការប្រុងប្រយ័ត្នហើយភាគច្រើនគឺមកលេងបានត្រឹមតែមាត់លហាងគឺត្រឡប់ទៅវិញដោយសារតែខ្លាចដោយតែខ្ញុំបានរៀបរាប់នេះបានផ្លូវមានផ្លូវប៉ៃច្រើនណាអូខេ ហើយធ្លាប់ចូលដែរកាលពីមុនធ្លាប់ចូលដល់ជ្រៅហ្មងពេលនេះគឺយើងកំពុងតែស្វែងរកផ្លូវចូលទៅកាន់រូងតារូងតារាជនេះដោយសារផ្លូវនៅនេះវាអត់មានការប្រទេសផ្លាកឬក៏អីមួយដូច្នេះយើងអាចរកទៅរកបន្តិចហើយជាពិសេសគឺអ្នកស្រុកដែលនៅស្រុកនេះទើបគេអាចនាំយើងទៅដល់កន្លែងបានដោយសារយើងជាអ្នកចម្ងាយដែលយើងមិនស្គាល់យើងពិបាកក្នុងការស្វែងរកផ្លូវអូយហត់នេះហើយបងអូនធ្លាប់ចូលកាលពីមុនប្រហែលឆ្នាំហើយធ្លាប់ចូលទៅវាឆ្នាំតមិញឆ្នាំតមិញហើយកាលពីមុនចូលដល់ជ្រៅអត់ចូលទៅបាអាជីវបាអីយកដាក់ដល់អីគេបាអាជីវចូលទៅដល់មាត់រូងវាធ្លាយទៅកើតនោះទៀតទៅធ្លាយដល់ម្ខាងទៀតហ្នឹងហ៎ចាហើយពេលចូលទៅឃើញអីខ្លះឃើញតែកាជីវពួកអីគេយកអាចវាឲ្យយកកាជីវយកអីទៅចុះរបៀបគេថាមានកតុបមានអីមានមែនអត់ចាកតុបដូចវាបន្ទប់អីចឹងក្នុងហ្នឹងណាមានហើយបន្ទប់ហ្នឹងមិនរបៀបមិនបន្ទប់ហ្នឹងរបៀបដូចរបៀបដូចកតុបប្លុកមែនទេបងវាស្ដុកទេដល់ពេលគេអត់មានគេចូលយ៉ាងវាស្ដុកអញ្ចឹងលូនណាអញ្ចឹងប្រកាសទៅផ្លូវហ្នឹងទៅបាននេះអូដល់ហើយទៅដល់ហើយបានតលូនតោះយកកវ៉ាត់មកកាប់វាអត់យកអីមកហ៎ខ្ញុំមើលតិចនេះបីទៅដើមនេះតាជាងកូនចៅសុខសប្បាយជាងខេតសុំតែមកសុខកូនចៅមានមកបៀតបៀនមករុករើអីគ្រាន់តែកូនចៅមកសុំថតចូលបើកផ្លូវឲ្យកូនចៅចូលដល់ស្រួលហើយដើរមករួចអត់អត់អីទេវាអត់ព្រៃវាតូចវាដុះបាត់ផ្លូវអូយព្រៃច្រើនហើយការចូលទៅឃើញកតុបហ្នឹងវាមិនធំឯកតុបតូចទូទេរបៀបនេះកតុបយើងគេងមែនតើអញ្ចឹងហ៎អូនេះដល់ហើយនេះចាមករួចអត់ហើយបើប្តីគាត់ក៏ចូលដល់ជ្រៅហ្មងចាចូលទៅដល់ឯមកខាងវាមានកន្លែងដែលតោងឡើងទៀតអីអត់អត់មានទេវាដុសចិត្តអស់ហើយបងអើយបើចូលគឺគេចូលតាមផ្លូវហ្នឹងទៅធ្លុះដល់មកវាមានផ្លូវឥឡូវគេបិទហើយចិត្តបិទខ្លួនឯងចាវាបាក់ថ្មដីអានេះតែប៉ុណ្្នេះបាក់ដែរតាអានេះក៏បាក់រូងនៅក្រោមពីមុនកន្លែងហ្នឹងអត់មានថ្មទេហ្នឹងវាអត់លុះមកវាធ្លុះមករលឹកធ្លាក់មកនឹងមកទៅអត់មានអ្នកនាំមកយើងត្រូវដើរផ្លូវនេះគាត់អូននាំមកដំបងមិញអត់លាយើងវាពិបាកអត់ធ្លាប់មកដែរមែនអត់ធ្លាប់ចាំមិនអូនចាឯងដើរទៅផ្លូវហ្នឹងវិញចាំបើសិនជាផ្លូវហ្នឹងវាមានវីលទៅរហូតវាស្រួលមើលវាច្បាស់ចឹងចែឡាមកមិនត្រូវដើរទៅតាមផ្លូវហ្នឹងធ្លាប់មកដងនៅទៅវិញជាបៃស្ដុកតាមមកលើចាស់ដីចាស់អាងកូនចៅមកមានបៀតបៀនអីកូនចៅគ្រាន់តែមកថតទេអត់មានប៉ាសពតអស់លោកទេណាចឹងបើកផ្លូវកូនចៅឃើញថតរូបអីស្អាត
Thôi chắc rồi. Ít cho tin tin này môn ấy tập về lấy cha nó mang tới đàn nào tại đổ chết ở hả tràn tấp với tràn lì ai việc tràn tấp với cho tràn ở đằng cái tràn ấy mới tới đôi tràn Men chance.ตัวดาได้ยังมันสควอลบ้าง hay là ôn ấy thua bên bò bị sao đấy Còn nick ba nó nằm bông đấy. nắng này Không chờ vậy mà. nắng này không nắng thì ọt miên từ bạc qua kia Nè ôn phải cho tăng phổi. đấy chứ bạn nằm bạc hơn Đây phải cho tới. máy kho thì kho tới ba này lại nâng rung tam bất anh ấy cái bộ rung thằng lơ chúng ta nít đây bị bạc màu vì lơ mà nó Có bông con chơi thử đi. bà này vì tụi mà mình không biết không ruộng nướng tam cái vậy thao phục ruộng miền trồng rau phi rồi mệt cứ clear dương châu vì mặt hàng đó từ clear nơi mặt hàng trên này nóng hay được chứ nhưng tơ hình máu nó vì buồn rồi mệt hay ruộng ní cứ chỉ ruộng lại cái chị như không máy Pol Pot đại Pol Pot bàn cài cái chia chun nhưng mà chị đòi ra đòi đại toàn mình miền ruộng chạy từng lúc ấy cứ vô cầm lăng chia chun một đập riêng chỉ chùn cứ cầm lòng thuấn cứ tung làm lòng vì năm qua vừa rồi chất của muối chân phớ rồi hôm đó năm qua vừa chất sầm bậy nè cứ rung chi đầm ná khi nông ca thưa liền dân họ sớm mai coi cô nông đá nữ nông khát cùng chân nắng đợt rung ít tam càng dễ cứ chi đợt chỉ chốn sốt tròn được bây giờ vô cầu chi chôn vô mà chí mình còn mang ngày kéo có lạc đồ chi chôn đại dồn chi nắng tránh vô chi chôn mấy vô mà chi hai chi chôn chặt đại lọt chi nó cứ rơi vô từ về trò mùa hai đại kê vô từ về trò nó cứ ai nhưng đời xa khai chi chôn chẳng lúc đăng thì cùng mình sang này là ăn đi cô ai là ăn đi chi ai là ăn đại áp cầm băng sầm rập tục nơi phòng thì đẹp sập rửa phương tu hay năng nghệ trong những ca bò tết đại màu sang sang liền dân họ nước nông khai công chức năng cho mày Pol Pot này hết tập tân là án cứ tam hai cái cái giấy thà tập tân hai chỉ chất 7 mét hai cầm cua thì cầu đòn lớn nó cứ cầm cua và mùi mét hai chùm rới của mùi ở pi rồi mét hai nơi thằng nông nó cứ miền bật túc tôi chỉ trả tiết miền xa phải chôm miền an tất hai miền tam vị hình giấy tham miền lời lang cái chọn lơ tiết đại trực lại áp cầm bằng hai tay chặt bón nó cứ là án miền tập đỏ trẻ bậc hai tháng tập bị thầm mong chương ấy bậc hai và xa ấy ai tập sáng ai đòi chồng chặt cái người ấy khui nó còn là bán hai buôn hai để tập đọ nó không là án đi cứ đời xá để những khơi đấy một nụ để chùm rêu chắn chất tưa từ chất crop mọt ruộng này cứ đời xá tại mò bị bạc lục mò bị hàng lơ mó còn mọt ruộng hai chùm này ai ruộng hàng trên này hàng trong nước cứត្រូវបានបិទចិត្តដោយសារតែដីបាក់ដូចគ្នាហ្នឹងគឺមិនអាចចេញទៅបានទេហើយបើសិនជាបច្ចុប្បន្ននេះគឺភាសាជាខែវស្សាមានទឹកដក់ហើយមានខ្លាចអីមួយចំនួនហើយព្រមទាំងមួយចំនួនទៀតគឺជាជនបាននិយាយថាខ្លាចមានការរលុះថ្មព្រោះមានរលុះថ្មតាមខាងក្នុងលាងមកមួយចំនួនអញ្ចឹងយើងខ្លាចអញ្ចឹងក៏មិនត្រូវមានអ្នកចូលច្រើននៅសម័យនេះកាលពីមុនមានច្រើនតែបច្ចុប្បន្នគឺថាអត់សូវមានអ្នកហ៊ានចូលមកទេដូច្នេះទំរំតបានលាងមួយនេះគឺកម្លាំងប្រជាជនខ្មែរនៅសម័យប៉ុលពតដែលប្រើដោយដៃកម្លាំងបាយសុទ្ធទៅចំណាំថ្មស្លាក់ហើយអូនឯងកាលពីមុនធ្លាប់ចូលឡាងនឹងអត់ធ្លាប់ចូលដល់ណា nó thề mật hù mà chỉ hiền tại ắt thề Việt bật chật trên khang năng rồi bật chật mò miền hồn chảnh cho bạn này hôm nay mà đo trong nó cứ đấy bật chân đài được khi chụp rìa chân đài bao hết đào mà này hùng chảnh nó này bật dương khơi sườn nam bật chân được khi chân này bà
ហើយក៏ដើរមកវិញហើយពេលដើរទៅអូនឯងនិយាយប្រាប់ស្ថានភាពមើលពេលដើរពីនឹងទៅដល់ឯគេទៀត ដើរទៅនឹងទៅមានកលក់ទៅចេះមកចេះរួចទៅ ចង់និយាយថាហ្នឹងមិនមែនត្រង់ទេវាមានបត់ឆ្វេងបត់ស្ដាំទៀតហើយ ហ្នឹងហើយ ដើរទៅមិនវាបត់ទៅណាមុនបត់ឆ្វេង បើទៅថងវិញកោងចេះទៅនោះភ្នំ អញ្ចឹងមិនមានផ្លូវបែកច្រើនកន្លែងហ្នឹងឡើយហ្នឹង ហ្នឹងហើយមានបន្ទប់មានអី អូ កាជីវអី ហើយទៅដល់ផ្លូវហ្នឹងមានត្រង់អញ្ចឹងវាមានបែកបត់ឆ្វេងបត់ស្ដាំទៀត បាទ ហើយបត់ឆ្វេងទៅកន្លែងផ្សេងបត់ស្ដាំទៅកន្លែងផ្សេងអញ្ចឹងមែន បាទបើចូលបន្ទប់ខ្លះវិញចូលទៅប៉ះបន្ទប់ខ្លះទៅវិញ មិនអញ្ចឹង ដឹងដែរ បើន័យថាបន្ទប់ហ្នឹងវាមានកលុកកលៈច្រើនទៀត ហ្នឹងហើយ ហើយផ្លូវវាធំអញ្ចឹងរហូតឬក៏មិន ផ្លូវប៉ុណ្ណឹងរហូត ប៉ុណ្ណឹងរហូតគាត់ថាហើយទៅពេលអូនឯងចូលទៅក្នុងហ្នឹងមិនចង់និយាយថាអាកាតុបបន្ទប់ហ្នឹងវាចោះតាមជាងបន្ទប់ជាងថ្មហ្នឹងទៀតមែន បាទចោះអញ្ចឹង ចោះទៅឃើញមានឋានៈទ្វារបន្ទប់ចូលទៅ ទ្វារមានតែជាដាក់ប្រអោងឡើង អូមានឡើងទៅលើទៀតចឹង ឡើងដាក់ប្រអោងឡើងទៅចុះទៅក្រោមហើយមានបន្ទប់នៅលើជឿនអញ្ចឹងទៀត អូចឹងមិនថាបន្ទប់មិនមែននៅជាប់ផ្លូវដែលយើងដើរអញ្ចឹងវាតឡើងប្រអោនហ្នឹងទៀត បាទហើយមានបន្ទប់នៅខាងលើគេឡើងវានេះទៅឡើងទៅនៅលើចុះ អូចឹងមិនដែលមានបន្ទប់នៅជាន់លើទៀតចឹងណា បាទ ហើយកន្ទប់ហ្នឹងអត់មានសល់ដូចជាតុកទួយណារបៀបថ្មផុតហ្មង អត់ ហើយអាងទឹកថាមានអាងទឹកដែរ អាងទឹកមានតែខ្នងតែទឹកឥឡូវចង់ហិញអស់ហើយ អាងវាមិន អាងថ្មមូល មកធំហើយគឺចឹងបាននៅក្នុងសាលធំទៀតហើយ បាទ ហើយដែលគេយកអាចបជាវអីហ្នឹងគេយកតាមណាយកតាមកលក់របស់ហ្នឹងមែន យកតាមអាកលៈបន្ទប់ហ្នឹងហើយយកតាមអាអត់ទឹកអាកន្លែងណាអត់ទឹក ចឹងមិនទៅដល់ក្នុងមានកន្លែងអត់ទឹកទៀត បើខែប្រាំងអត់ទឹកគេតាមនេះ អានេះបើខែប្រាំងអត់ទឹកទេណោះ បាទ អូចឹងបើខែភាសាវាមានដក់ទឹក បាទ ចាហ្នឹងវាដក់រហូតទៅដល់វាអាចមានកន្លែងខ្លះពុះទៀត ដករហូតទៅ ដករហូតដល់ចុងផុតហ្មងថាអនឡាញ ទៅ ចូល ចុង អាពេលទឹកលិចចឹងឬក៏អាពេលខែប្រាំង អត់ខែប្រាំង ខែប្រាំងហើយពេលចូលដល់ក្នុងនោះមកទៅដកខាងស្រួលទៅវាអត់មានហប់មានអីណា អត់ ហើយមានកន្លែងណាដែលថាបាក់មកបាក់អីហ្នឹងកន្លែងណាមិនខាងក្រៅនេះទៅគេខ្លាចកន្លែងហ្នឹងទេ គេខ្លាចកន្លែងហ្នឹង អូគេខ្លាចកន្លែងមាត់រូងនេះខ្លាចបាក់មកតែបើក្នុងនេះអត់មានបាក់អីទេ បាទ អញ្ចឹងបើសិនយើងចង់ចូលលេងស្រួលតដល់ខែប្រាំងអត់មានទឹកដក់អញ្ចឹងបានចូលបានអូនណា បាទ ហើយជនមានអ្នកធ្លាប់ចូលមានរឿងខាប់កំបាំងអីច្រើនហ្នឹងណាអូនធ្លាប់ដឹង មុនគេចូលសាសាឡាចូលមកថតហើយក៏ស្អីនៅ ថតទៅមិន គេថតលេងហើយនេះរួចគេយកប្រាសពីរអង្គដាក់ក្នុង អូមានគេយកប្រាក់ទៅដាក់នៅក្នុងជ្រៅដល់ឡើងឆុង មកពួកកតាល ណាអញ្ចឹងមិនចូលដល់កណ្ដាលមានហលធំមួយទៀតបន្ទប់ធំហ្មងហ៎ ដល់កតាមានដូចវងមូលធំ អូអញ្ចឹងមិនគេរូងនឹងចូលជ្រៅទៅវាមានវងមូលបែងខ្ញែកជាកន្ទប់ជាអីទៅទៀតទៅ ហ្នឹងហើយ ហើយបានបែកតាចុងបំផុតហ្នឹងបានមានផ្លូវប៉ុណ្ណឹងរហូតទៅ ទៅក្នុងក៏មានបន្ទប់មានអីដែរ អូ ទៅបន្ទប់ចេញដល់នោះមក ជំរឿ200ម៉ែត្រជ្រៅដែរគាត់ឲ្យយើងមើលមកភ្នែកហ្នឹងធំ50ម៉ែត្រអីនេះមកយើងមកផុតភ្នែកយើងមក200ម៉ែត្រចូលទៅមកជ្រៅដែរពុះ6ម៉ែត្រអានេះដោយសារវាបាក់ចម្រៀលដីបើយើងរៀងកន្លែងនេះយើងឈប់ពោះមកដល់ទៅនោះរៀងតាម6ម៉ែត្រវាល្មមមែនហើយសបោសិតតែជាវ ជីវ ហើយមានអ្នកចូលវិញចូលអីណាពីមុន មុនគេធ្លាប់យកហើយគេធ្លាប់ជប់សត្វសាហាវក្នុងនេះទៀត ជាង4ជាងនេះ វាជឹកដី គឺនៅហ្នឹងតើមានអ្នកខុសមាត់ខុសអីឃើញអីណានៅហ្នឹង ឲ្យតែមកមាននងអាខកអីហ្នឹងដល់ជប់ហើយអត់ឲ្យចូល គាត់ទៅមកដល់នេះយើងឃើញរូបអញ្ចឹងតែកាលពីសម័យប៉ុលពតហ្នឹងមានជាជនជាច្រើនដែលបានស្លាប់ដោយសារការជីកយកទៅសម្លាប់ដឹកបាក់បង់ចំណីអាហារបាក់កម្លាំងតែមកបានរូបប៉ុណ្ណេះយើងឃើញដូចមាត់រូបនេះបើសិនជាថ្ងៃក្រោយទៅគឺថតថាវាបាក់ដីបិទចិត្តទៅក៏ពិបាកត្រូវជាកន្លែងនេះជាកន្លែងការកំបាំងរហូតវាអត់មានមនុស្សចូលបានណា បាទ នេះសំណាងនៅសល់មាត់រូបបន្តិចដោយសារថ្មពីលើមកវាល្អលំមៀមកបាក់តាមនេះមក
chứ ở bon có nước có hộp châu bài chiều bờ này đây nè បាទអូនខ្ញុំអី តែលើក៏លើកធ្វើលេងបាឬក៏ដល់ខែប្រាំង ឥឡូវមាត់ហួងវាហេតុតែអាលុះទៅគេលេងសូវហ៊ានចូលហើយ ចុះអូនឯងថាកាលមុនធ្លាប់មានចានឆ្នាំងអីនៅក្នុងនឹងអូនឯងណាគេនិយាយប្រាប់ ប៉ាខ្ញុំជែកគិតម៉ែអើយគិតធ្លាប់នៅក្នុងនឹងដែរ គាត់មើលនិយាយរឿងហ្នឹងមើលគាត់ធ្លាប់នៅចំនួនណា គិតនៅកាលសម័យពួកពោដូចគិតថាចានឆ្នាំងនៅកន្លែងបន្ទប់នោះឲ្យដល់ពេលយូរទៅគេយកគេចេះយកទៅរួចតែលាយបាត់អស់ ចាននោះអាចជាចានចំនួនអពតដែលគេធ្វើហើយគេយកមកទុកអី ខ្ញុំអត់ដឹងដែរ គេលើថាចំនួនហ្នឹងគេធ្វើហើយគេមានធ្វើកតុកសម្រាប់ចុងភៅម្ហូបទុកសម្រាប់ម្ហូបអាហារអញ្ចឹងវានៅសល់ចានដល់ថ្ងៃអញ្ចឹងព្រោះមកមនុស្សចេះចង់បានណា ខ្ញុំអត់ដឹងតែ វាសម័យអពត តែចានហ្នឹងដាក់នៅក្នុងបន្ទប់ខាងលើជាប់ កតុកជន់លើនោះឯងឡើងនោះមិនកតុកនឹងវាយើងតឡើងប្រហោងឡើងមានផ្លូវចដាដៃអីគេអត់ ជាដើមមានតែឥឡូវអស់ហើយគប់អស់ហើយ ជាងចដាគេតោងឡើងដូចយើងតោងឡើងទៅលើអញ្ចឹងទៅ បាទ ទៅពេលឡើងទៅមានកតុកនៅលើអញ្ចឹងទៀត បន្ទប់នៅលើតែឥឡូវអស់ថ្មជាតិអស់ហើយ ថ្មដោះថ្មបាក់ ថ្មដុស មកវាដោះថ្មីមកហ្មង ហ្នឹងហើយដុសជាតិបន្ទប់ ហើយនិយាយរឿងប៉ាម៉ាក់ដែលថាចូលនៅសម័យប៉ុនក៏នៅសម័យបាយអពតហើយហ្នឹងគាត់ចូលមកនៅ យាយខ្ញុំក៏ធ្លាប់នៅក្នុងនឹង នៅចំនួនណា កាលសម័យពុទ្ធហ្នឹងពួយកើតហត់គេចពីខប់ខ្លោមកកើតហត់មកចូលក្នុងហ៊ូងហ្នឹង តែពេលហ្នឹងគេជប់ជីកមែនបានគាត់ចូលបាន ពេលហ្នឹងហ៊ូងហ្នឹងឡើយគេលេងជីកលេងអីហី គេជប់ជីកទៅគាត់អាចរត់ចូលមកពួនទៅហើយគាត់ចូលពួនគាត់ឃើញអី គាត់ចូលពួនហ្នឹងក៏ឃើញអីហីគាត់គិតថាគាត់ជែកថាកូនចៅក៏មកសុំការស្នាក់នៅដោះអាស្រ័យតែប៉ុណ្ណឹងគាត់អត់ជួបអីគាត់ដើរទៅក្នុងនេះគេជាហត់គេហៅគាត់អត់រត់ឃើញ បិទបាំងគាត់ការពារគាត់ហើយក្រៅពីកតុកតាមទឹកដែលនៅថ្នាក់លើនោះវាអត់មានសល់ស្នាមអីទៀតទេណាអត់មានរូបចម្លាក់រូបអីទេណា អត់ អត់មានកន្លែងគេទៅសេអសឬក៏អីមួយ គេទៅសេតែឥឡូវអាលុបមើលលេងចង់ឃើញបាទ គេសេតាមដូចជាងមែន សេតាមជាងគេយកថ្នាំបាញ់នោះដូចជានោះ មានណាហ្នឹងអសអីcũng được mà អត់ដែរ មើលពូទីនោះអាហ្នឹងអសសម័យនោះដែរមែននិយាយមើលអត់ច្បាស់ផងហ្នឹងអូន បាទ ហ្នឹងសពីចំណងហ្នឹងមក ឥឡូវអាលុបអស់ហើយ មើលអសអីគេមើលច្បាស់វាដូចលេខសម្គាល់អីគេជំនាន់មុននេះជំនាន់ហ្នឹងមិនបានឯងដឹងជំនាន់មុន អាកាប់អ៊ំខ្ញុំចូលមកគាត់ថាញាក់លេងនឹងគេទៅសេដាក់ហ៊ូងនឹងកកាយពីឆ្នាំ2000ម៉ាន 1400ម៉ាន7ម៉ានអញ្ចឹងណា បាទ ជុំមានអ្នកធ្លាប់រស់នៅផលសំណងនឹងធ្លាប់ជីងអត់មានអ្នកផលទេណាអត់អ្នកដឹង អត់ ទឹកនេះដកធំប្រហែលជាធំក្នុងជើងតែដកក្នុងប្រហែលអាចជ្រៅអីមិនដឹងយើងមិន ដល់នេះកតោមានកតោ បដោហ្នឹងណាវានៅតាមហួងតាមអីហ្នឹងឃើញបដោខ្ញុំđangមានរូងចឹងវាតែជាទីស្នាក់អាស្រ័យរបស់សត្វមាននេះសំខាន់ពេលដែលយើងចូលតាមលអាងចឹងវាត្រូវមានការប្រយ័ត្នមាត់ប្រយ័ត្នកយើងកុំបំពេញគេក៏មិនបំពេញយើងមកស្អាតតោះតោះឡើងនេះ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn. Đây đang hưởng ấy phải thiệt đó
ពាក់តងនឹងរូងហ្នឹងចឹងកូនចៅសុំលាទៅវិញហើយចឹងដែលថាបងអូនស្រីគាត់និយាយថារលុះថ្មហ្នឹងគេខ្លាចអាឡៃមាត់ឡាងហ្នឹងមែន ទៅក្នុងទៀតមានទៀត នៅក្នុងមានទៀត ចា មានភ្លុះទៅកើតទៀតចឹងណា ឆ្លុះអូន គេមានមក វាមានអាឡាងឆ្លុះទៅខាងនោះល្អគេខ្លាចខាងនោះហ្នឹងហី និយាយចំទៅ មួយទៀត គឺខ្លាចខាងនេះបាខាងនេះអាលក់ទៀតមួយទៀតគេខ្លាចបាក់ចេញអូគេខ្លាចអញ្ចឹងបាននៅខាងក្នុងវាអត់មានលំបាកអីព្រោះថាក្នុងវាថ្មតានរហូត ហ្នឹងហើយ អូខ្លាចក្នុងវាអីព្រោះអាឡៃនេះវាធំល្មមយើងចេញបានណា គេខ្លាចបិទអាហ៊ុនហ្នឹង តែទៅពេលយើងចូលទៅមកវិញលឺសូររូអីហ្នឹងចេញទៅតៅណាទេ ហ្នឹងចាត់ទុកឲ្យយើងវាសំអាណាងអត់ល្អអាហ្នឹងតែបងប្រុសដល់ជំនាញហ្មងហ៎ចុះមួយថ្ងៃក្រោយទៅអាចគាត់ចង់នាំចូលទៀតបានអត់ ខ្លាចតាវិជាតិខ្លាចតែវិជាតិណាបង វាមិនចិត្តទេវាយូរឆ្នាំប៉ុណ្ណឹងវាមិនអីទេតែគ្រាន់តែគាត់នៅហ៊ានចូលទៅគាត់នៅធ្លាប់ចូលអត់ គាត់អត់ដែរទេឆ្នាំនេះគាត់ដែរចូលម្ដងក៏អត់ដែរមួយឆ្នាំទៅមុនគាត់ចូល 3 4 ដងអញ្ចឹងទៅបាក់ជាជាម្ដង គេលោថាគាត់ ដែរតន់ពេលដែលចូលទៅធ្លាក់មក ចា ថ្មហ្នឹង គាត់ចូលទៅចំពេលថ្មធ្លាក់ម្ដងមកបកីអីចឹងណាគាត់ប្រាប់ អូវាល្អអាឡៃមិញហ្នឹងវាល្អមក គាត់ថាធ្លាក់មករូអី គឺអត់ទៅហ៊ានចូល ចា អានេះភ្នំអីគេតាបាំងចានេះភ្នំអីមកជួងខុសគ្នាទៅអស់ភ្នំហី ជួមផងច្រើន ចានោះភ្នំអីគេភ្នំវាយថ្មនោះថ្មីរមៀលហើយឆ្ងាយទៀតចានោះអាខ្ពស់ផុតនោះអីគេខាងណាហ្នឹងហើយអត់ដឹងដែរហើយពលានយន្តហោះនៅខាងណាខាងនោះវិញហ៎ អូនឹងស្លាកស្នាមដែលគេជីកថ្មសម័យពតធ្វើដែរគេថាជីកថ្មពីភ្នំតាបាំងនេះអញ្ចឹងភ្នំតាបាំងនេះយកទៅសង់លៀនយន្តហោះសម័យខ្មែរក្រហមហ្នឹង ហ្នឹងហើយ ហើយសម័យហ្នឹងគេមានជំនាញការមកពីបរទេសមកធ្វើហើយគេយកឡាងភ្នំតារុងតារាជនៅកន្លែងហ្នឹងធ្វើជាកន្លែងស្នាក់នៅរបស់ជនបរទេសហ្នឹងនិងជាកន្លែងឃ្លាំងដាក់អាវុធក៏ដូចជាគ្រឿងផ្ទុះមាននេះចំណាយឲ្យថ្មដែលសង់ពលានយន្តហោះគឺភ្នំតាបាំងនោះគេថាមានគុណភាពល្អថ្មហ្នឹងចឹងម្ដុំហ្នឹងគឺសុទ្ធតែជាភ្នំព័ទ្ធជុំវិញទៅដោយភ្នំជាកន្លែងយុទ្ធសាស្ត្រសម្រាប់លាក់ខ្លួននៅសម័យខ្មែរក្រហមចឹងបានន័យថាអាចជំរាថ្មនេះសូវថ្មគេចាក់ចេញពីលាងហ្នឹងមកហ្នឹងម្ដងនេះគេជីកពីថ្មពីលាងហ្នឹងមកយកមកចាក់ហ្នឹងឃើញថ្មហ្នឹងរៀងកដុកតូចគេវាយថ្មមកដាក់ អាហូងហ្នឹងមានទៅវាដាវមកទៅពីការស្អីគេហៅសម័យប៉ុលពតហ្នឹង ហ្នឹងហើយសម័យពតជីកហ្នឹង ហ្នឹងហើយគេចាស់ពីដើមគេកិច្ចពីក្របអីគេមកនៅក្នុងហ្នឹងអញ្ចឹងខ្លោងកិច្ចពីក្របខ្លោងពួកគាត់ឲ្យឡើងលើក្បេះនេះមាននិយាយអីផ្លែកវាមានរឿងអីគាត់មកវិញនិយាយរឿងផ្លែកច្រើន គាត់និយាយថាគាត់និយាយខេវាថាយើងមាត់វាថាអ្នកទៅជាមួយគាត់អញ្ចឹងណាដូចជាពុកម៉ាក់គាត់ទៅអញ្ចឹងវានិយាយភ្លួតមាត់ថាចេញយកអីអញ្ចឹងគឺថានេះពុះអីអញ្ចឹងចេញមក ឃើញពោះមែន ចាខេតែពោះហ្នឹងគឺយើងអត់ធ្វើអីគេក៏អត់ធ្វើអីយើងដែរអញ្ចឹងណា តែយើងល្អ គាត់ឃើញគាត់ខ្លាច គាត់អត់ខ្លាចព្រោះប្តីខ្ញុំគាត់ធ្លាប់ចូលអញ្ចឹងណាហើយប្តីខ្ញុំថាចូលទៅគាត់ជើងគាត់ដើរជន់ប៉ះកេះមួយប៉ុន្តែអត់ដឹងថាកេះអីទេកេះហ្នឹងណា អាចកេះសម័យពតហើយ ដឹងជាកេះអីមួយខ្ញុំក៏ផ្លត់មកថាខ្ញុំចូលបងឯងមកក៏លើកយកមកថាអត់ហ៊ានលើកទេខ្លាចលើកទៅប៉ះគ្រាប់ប៉ះអីនៅក្នុងនឹងអីចឹងទៅពេលអញ្ចឹងដល់ពេលគាត់ចូលទៅលើកក្រោយទៀតក៏លែងឃើញកេះហ្នឹងអញ្ចឹងណា គេបើអញ្ចឹងជួនកាលអាចគេប្រសោតចិត្តយើង ហ្នឹងហើយគេខ្លាចគេរក ថាយើងចង់បានអត់ គេយើងចង់បានអត់ប្តីខ្ញុំគាត់ចូលទៅគាត់ចង់បានអីគាត់ចូលទៅម្រងថាយកតាអ៊ំធីឯងដេញចូលទៅថាចាយកអាចទៅកាជិវយកទៅអាចជិវយកមកដាក់តំណាំអញ្ចឹងណាចាដល់ពេល អ្នកស្លុកប៉ះអីអញ្ចឹងគាត់ក៏អត់ដែរយកចុះ ក៏អត់ដែរប៉ះហើយក៏អត់ដែរយក
còn vô chơi tôi có việc anh chẳng nè chọn đăng thà cái anh tay ở hiến ba chẳng nè lại bao tới việc bắt cuộc nhưng giờ là khla chẳng đặc biệt quạt trâu tầm đông tiết quạt lên khê là ngày lên khê nhung cá bị ảnh như này khê đồ chân cá khê đồ cái ai bị trâu dương anh dân trong bàn ọt dân tới dương trâu tới lụp luôn nó này tại thấy những quạt trâu tới quạt thà cùng luôn thì vô tại ai chiêu nhớ có vô tại ai chiêu ví dụ mà đặt xe đại ta nam đại anh chớ nè một ngày núng đi tha nhung còn phèm nhân tới nhung cứ bông ngoài bàn bạc cái hai mình cùng mình vô màu chớ nè nhưng mà tha em đây tha ý ở vô ấy khá lại cái ý cho vị đào mong cái tha khóp cái stop ý đã nó không nâng ý chớ nè tôi quật đằng về chứ còn đây xua đây đau trơn